ធានាធិបតី Trump បានព្រមានអេរ៉ង់ថាលោកនឹងទម្លាក់គ្រាប់បែកលើប្រទេសរបស់ពួកគេប្រសិនបើពួកគេមិនយល់ព្រមលើកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសបន្ទាប់ពីប្រទេសមជ្ឈិមបូព៌ាបាននិយាយកាលពីថ្ងៃអាទិត្យថាខ្លួនបានច្រានចោលការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកលោក Trump បាននិយាយនៅក្នុងអត្ថាធិប្បាយមួយដែលបានផ្សាយកាលពីថ្ងៃអាទិត្យថាប្រសិនបើពួកគេមិនធ្វើកិច្ចព្រមព្រៀងទេវានឹងមានការទម្លាក់គ្រាប់បែកហើយវានឹងមានការទម្លាក់គ្រាប់បែកដូចដែលពួកគេមិនដែលឃើញពីមុនមកលោក Trump ក៏បានព្រមានផងដែរអំពីការដាក់ពន្ធបន្ទាប់បន្សំលើប្រេងអេរ៉ង់មានន័យថាប្រទេសដែលទិញប្រេងអេរ៉ង់នឹងត្រូវប្រឈមមុខនឹងពន្ធរបស់សហរដ្ឋអាមេរិកលោកបាននិយាយថាមានឱកាសប្រសិនបើពួកគេមិនធ្វើកិច្ចព្រមព្រៀងនោះខ្ញុំនឹងធ្វើពន្ធបន្ទាប់បន្សំលើពួកគេដូចខ្ញុំបានធ្វើកាលពី4ឆ្នាំមុនលោក Trump បានប្រាប់ថានៅដើមខែនេះខ្ញុំបានសរសេរសម្បត្តិឲ្យពួកគេដោយនិយាយថាខ្ញុំសង្ឃឹមថាអ្នកនឹងចរចាពីព្រោះប្រសិនបើយើងត្រូវតែចូលទៅក្នុងផ្នែកយោធាវានឹងក្លាយទៅជារឿងដ៏គួរឲ្យភ័យខ្លាច